ឃើញគ្រឿងយើងនៅក្នុងចានបងប្អូនតោះតែមើលទាំងអស់គ្នានឹងខ្ញុំធ្វើម្ហូបអីគេចឹងគ្រឿងផ្សំរបស់យើងដូចបងប្អូនបានឃើញយើងបានរៀបចំហាន់ហើយស្រេចហើយនេះគឺម្ទេសផ្លោកជាមួយនឹងស្លឹកក្រូចដើម្បីទុកដេក័រថ្ងៃនេះខ្ញុំធ្វើអាម៉ុកថៃយើងអត់មានស្លឹកញោទេចឹងយើងប្រើស្លឹកខាត់ណាមកជំនួសចឹងជំហានទី1យើងយកគ្រឿងរបស់យើងមកកិនចឹងមានរំដេងបន្តិចស្លឹកក្រូចស្លឹកខៃខ្ទឹមសខ្ទឹមក្រហមហើយនឹងម្ទេសក្រៀមម្ទេសក្រៀមនេះអត់មានអាធំធំទេបងប្អូនចឹងមានតែតូចតូចនឹងខ្ញុំក៏ត្រាំយកគ្រាប់ចាញ់ហើយយកមកកិនជាមួយគ្នាហើយបងប្អូនហើយភ្លេចគ្រឿងផ្សំមួយមុខទៅកាត់វីដេអូទៅមកនឹកឃើញថាអូភ្លេចដាក់ល្មៀតតែអីទេយើងបានម្ទេសរបស់យើងដើម្បីឲ្យឡើងពណ៌ដែរចឹងបន្ទាប់ពីយើងកិនគ្រឿងរបស់យើងបានម៉ត់ល្អហើយយើងយកមកលាយគ្រឿងទាំងអស់គ្នាចឹងម្ដុំខ្មៅទូចដែលបងប្អូនឃើញហ្នឹងគឺកាពិខ្ញុំអត់ហ៊ានដាក់ច្រើនទេដាក់មិនតិចព្រោះខ្លាចថាអ្នកផ្ទះក៏អត់ចេះហូបពួកគាត់តែសាក់លើកទី1ផងហើយបងប្អូនដែលក៏កិនគ្រឿងជាមួយនឹងម៉ាស៊ីនអញ្ចឹងបងប្អូនអាចចាក់ខ្ទិះចូលបន្តិចដើម្បីវាមានជាតិទឹកហើយកិនគ្រឿងហ្នឹងបានម៉ត់ល្អចឹងនេះគឺនៅក្នុងកែវសខ្ញុំចាក់ទឹកខ្ទិះចូលថែមដើម្បីឲ្យវាលាយអស់ហើយយើងបានកូរគ្រឿងរបស់យើងនឹងជាមួយនឹងកាពិដោយសារកាពិរបស់ខ្ញុំវាម្ដុំហឹងអញ្ចឹងខ្ញុំក៏បានចកត់វាដើម្បីឲ្យវាបានចូលជាតិល្អជាមួយនឹងគ្រឿងរបស់យើងអញ្ចឹងបន្ទាប់ពីគ្រឿងហើយកាពិបានម៉ត់ល្អហើយខ្ញុំចាក់ថែមគ្រឿងអញ្ចឹងគ្រឿងរបស់យើងនឹងគឺខ្ញុំមានស្ករត្នោតជាមួយនឹងរ៉ូឌីបន្តិចហើយនឹងចាក់ទឹកត្រីថែមបន្តិចផងដែរទឹកត្រីឲ្យហ៊ានដាក់ច្រើនទេបងប្អូនហើយខ្លាចធំខ្លាំងអ្នកផ្ទះអត់ចេះញ៉ាំអញ្ចឹងណាព្រោះអ្នកនៅនេះក៏អត់សូវហូបប្រៃខ្លាំងទេអញ្ចឹងលួចតែបន្តិចបានហើយចាក់ទឹកខ្ទិះដូងចូលថែមទៀតដើម្បីឲ្យយើងកូរសួរច្បល់ចូលគ្នាអាម៉ុកថៃសំខាន់មែនតើត្រូវមានពងមាន់ណាបងប្អូនអញ្ចឹងពងមាន់ខ្ញុំដាក់ចូល2គ្រាប់ហើយយើងកូរច្បល់គ្រឿងជាមួយនឹងពងមាន់ហ្នឹងឲ្យចូលសព្វគ្នាបានល្អមកហើយខ្ទិះដូងខ្ញុំប្រើចំនួន400 ml អញ្ចឹងបន្ទាប់ពីកូរបានសព្វហើយខ្ញុំចាក់សាច់ត្រីរបស់យើងចូលបងប្អូនប្រើសាច់ត្រីអីក៏បានដែរគ្រាន់តែយើងត្រូវរើសសាច់ត្រីណាដែលអត់សូវមានឆ្អឹងហើយខ្ញុំថែមសាច់មាន់បន្តិចដែរព្រោះឃើញត្រីរៀងស្ទើរខ្ញុំមិនបានប្រើស្លឹកចេកដើម្បីចំហុយទេបងប្អូនដោយសារនៅនេះពិបាកហៅហើយថ្លៃទៀតចឹងខ្ញុំប្រើចានកតងដើម្បីយកមកចំហុយចឹងស្លឹកខាត់ណាដូចបងប្អូនឃើញអញ្ចឹងកាត់មកល្មមអញ្ចឹងមកចាក់នៅក្នុងចានហើយយើងចាក់គ្រឿងសាច់ត្រីរបស់យើងចូលអញ្ចឹងខ្ញុំលៃដួសសាច់ត្រីហ្នឹងដាក់នៅក្នុងចានកុំឲ្យច្រើនពេកក៏កុំឲ្យតិចពេកដែរដាក់មកល្មមអញ្ចឹងបងប្អូនកុំឲ្យវាហៀហើយទឹកគ្រឿងនៅសល់ហ្នឹងយើងដាក់អស់មកចឹងបន្ទាប់ពីយើងដាក់ចានហើយក៏យើងលើកត្រូវយកមកចំហុយដោយសារផ្ទះម៉ាក់ក្មេងអត់មានឡាំងសឹងដូចយើងនៅខ្មែរដើម្បីចំហុយទេអញ្ចឹងខ្ញុំក៏ប្រើខ្ទះធំដើម្បីដាក់ជើងអញ្ចឹងចំហុយអញ្ចឹងណាបងប្អូនហើយកំឡុងពេលយើងចាំអាម៉ុករបស់យើងឲ្យចំហុយឲ្យបានឆ្អិនរយៈពេល30នាទីទៅ45នាទីអញ្ចឹងខ្ញុំក៏មកលាយខ្ទិះដូងអញ្ចឹងខ្ទិះដូងដែលយើងស្រូបទុកទៅលើអាម៉ុកហ្នឹងបងប្អូនដាក់លាយជាមួយម្សៅឆាកូរឲ្យបានសព្វហើយយើងដាក់មកលើភ្លើងមកបងប្អូនបន្ទាប់ពីដាក់លើភ្លើងហើយយើងកូរឲ្យញាប់ដៃមកណាបងប្អូនដើម្បីបើយើងកូរអត់ញាប់ដៃទេខ្លាចខ្លោចបាតក្រោមហើយកូរមកសន្ទុះទៅវាឡើងខាប់អញ្ចឹងហើយបងប្អូនឡើងខាប់ហើយយើងទុកវាម្លាយទៅអញ្ចឹងបន្ទាប់ពី45នាទីមកខ្ញុំក៏បានបើកមើលអាម៉ុកថៃរបស់យើងមើលទៅឆ្អិនល្មមហើយបងប្អូនអញ្ចឹងបន្ទាប់ពីឆ្អិនល្មមហើយក៏ខ្ញុំចាក់ខ្ទិះដូងរបស់យើងអញ្ចឹងចូលខ្ទិះដូងហ្នឹងដាក់អស់មកបងប្អូនកុំទុកអីពួកអីខ្ទិះដូងកាន់តែច្រើនកាន់តែឆ្ងាញ់ហើយបន្ទាប់ពីដាក់ខ្ទិះដូងហើយយើងបានយកស្លឹកក្រូចជាមួយម្ទេសដែលយើងបានហាន់ពីមុនហ្នឹងគឺយើងយកមកដាក់ដើម្បីដេកូរឲ្យឃើញពណ៌ស្អាតមកខ្ញុំបានប្រាប់គ្រួសារនៅខាងសិង្ហបុរីថាអាម៉ុកថៃជាអត្តសញ្ញាណម្ហូបខ្មែរហើយក៏ជាលើកទី1ដែលខ្ញុំហ៊ានធ្វើអាម៉ុកថៃនេះដែរអរគុណបងប្អូនដែលបានទស្សនាបាយបាយ